ងារដែលពិបាកជាងគេនៅលើពិភពលោកយើងមួយនេះគឺជាការងារស្ត្រីមេផ្ទះនិងការមើលថែទាំកូនហើយការងារមួយនេះតើតែយើងមានតំណែងជាភរិយានិងជាម្ដាយទៅអាចធ្វើបានដោយសារតែការងារមួយនេះគឺទាមទារឲ្យយើងមានទំនួលខុសត្រូវខ្ពស់និងធ្វើចេញដោយបេះដូងនិងការស្រឡាញ់ចេញពីបេះដូងពិតៗហ្មងព្រោះការងារមួយនេះត្រូវការទាមទារការអត់ធ្មត់ខ្ពស់ខ្លាំងមែនតើដោយសារតែការងារមួយនេះគឺគេអត់សូវឲ្យតម្លៃទេហើយក៏អត់មានប្រាក់ខែហើយទូនាទីនេះក៏អត់សូវមានពេលវេលាបានសម្រាប់ច្រើនទៀងទាត់ដែរហើយធ្វើសួរមិនសួរហ្នឹងគឺគេបានទៅសារហើយគឺគេមានតែមើលបំណាំថែមទៀតនិយាយរឿងនេះឡើងដោយសារតែរឿងមួយនេះធ្លាប់កើតឡើងចំពោះបងស្រីៗមេផ្ទះយើងរួចមកហើយជារឿងពិតប្រាកដពេលខ្លះនៅពេលដែលយើងអត់រើបំរាធ្វើឲ្យយើងដូចនៅក្នុងបន្ទប់ជាប់អត់មានអញ្ចាំងចេញចូលអញ្ចឹងដូចយើងឃុំខ្លួនឯងអញ្ចឹងអ្នកមួយចំនួនគឺគេដឹងគេថាការងារហ្នឹងធម្មតាសាមញ្ញតែគឺគេអត់មានដែរឲ្យតម្លៃហើយក៏អត់បានទៅសារដែរចឹងហើយពេលដែលខ្ញុំឃើញរឿងហ្នឹងកើតឡើងច្រើនពីមុនណាខ្ញុំគិតថាយើងគួរតែដល់ពេលណាដែលយើងអាចរើបំរាអាចនិយាយតវ៉ាបាននៅពេលណាដែលគេថាយើងអត់ហ៊ានតវ៉ាចំពោះគេធ្វើឲ្យម្នាក់ហ្នឹងគឺគេបានចិត្តគឺគេនិយាយដែរណារត់តែជន់យើងទៀតអញ្ចឹងស្រីៗយើងមួយចំនួនអត់បានទេយើងត្រូវតែហ៊ានក្រោកឈររើបំរាពេលខ្លះការងារហ្នឹងសាមញ្ញធម្មតាប៉ុន្តែមិនដឹងមិនទេបើថាគេបានជន់យើងហើយជន់ឲ្យដល់បានហ្មងគឺអត់ឲ្យយើងរើបំរាអញ្ចឹងពីមុនណាគឺជួបច្រើនហើយបងស្រីមួយចំនួនគឺជាពិសេសអ្នកដែលអត់បានទៅធ្វើការនៅខាងក្រៅហើយនៅផ្ទះមើលកូនហើយត្រូវគេពេបជ្រាយទៀតបងស្រីមួយចំនួនគាត់បានមើលថែទាំកូននិងប្តីនិងផ្ទះសម្បែងមិនមែនគាត់អត់ចង់ចេញទៅរកស៊ីនឹងខាងក្រៅណាទេតែដោយសារតែគាត់បានជ្រើសរើសជាមួយនឹងការងារបំពេញតួនាទីជាភរិយាជាម្ដាយដែលល្អបំផុតសម្រាប់បុរសដែលគាត់ស្គាល់តួនាទីជាប្តីល្អហើយឲ្យតម្លៃការងារទៅលើស្ត្រីមេផ្ទះចាអញ្ចឹងហើយបានបងស្រីមួយចំនួនគឺគាត់បានព្យាយាមលះបង់ការងារដែលគាត់ស្រឡាញ់និងការងារអ្វីដែលគាត់ចង់ធ្វើដើម្បីមកមើលថែទាំកូននិងប្តីនិងយកចិត្តទុកដាក់នៅក្នុងគ្រួសារការងារនេះទោះបីថាអត់មានការងារសម្រាប់ដូចយើងទៅធ្វើការនៅខាងក្រៅអីមែនប៉ុន្តែការងារមួយនេះពិតជាសំខាន់បើសិនជាយើងអត់មានស្ត្រីមេផ្ទះនៅផ្ទះថែទាំផ្ទះសម្បែងអីទេយើងក៏អត់អាចទៅធ្វើការងារខាងក្រៅណាបានដែរហើយខ្ញុំសូមចិត្តបងប្រុសមួយចំនួនទូចដែរចូលចិត្តប្រៀបធៀបប្រពន្ធខ្លួនឯងទៅជាមួយនឹងប្រពន្ធផ្ទះគេផ្សេងដែលគិតថាអ្នកផ្សេងអាចទៅធ្វើការនឹងខាងក្រៅបានរកស៊ីផងមើលកូនផងការងារផ្ទះសម្បែងផងហើយប្រៀបធៀបជាមួយនឹងប្រពន្ធខ្លួនឯងដែរមើលបានតកូនហើយនឹងថែទាំផ្ទះសម្បែងទៅអត់អាចចេញទៅរកស៊ីជួយការងារប្តីបានណាខ្ញុំកុំគិតចឹងដោយសារតែមនុស្សយើងម្នាក់គ្រួសារស្ថានភាពខុសគ្នាអត់អាចដូចគ្នាបានទេការងារនឹងខាងក្រៅយើងអាចមានពេលឈប់សម្រាកទោះបីយើងឈឺជាមិនក៏ដោយយើងអាចសុំច្បាប់តកាយអីបានតែបើថាការងារនៅក្នុងផ្ទះនេះវិញធ្វើទាំងឈឺធ្វើទាំងជាទោះបីឈឺងើបអត់រួចមិនក៏ដោយក៏យើងត្រូវងើបមកធ្វើម្ហូបដាំបាយឲ្យកូនដាំបាយឲ្យប្តីដែរធ្វើការងារតិចតួចដែរតែអត់អាចសម្រាកបានដូចនៅពេលដែលយើងមានខ្លួនមួយទេ